ស្វាគមន៍បងប្អូនមកកាន់វីដេអូសម្រាប់អត្ថបទព័ត៌មានបាទនៅក្នុងវីដេអូនេះយើងមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថា UN Human Rights Vital for Cambodia អង្គការសហប្រជាជាតិដែលហៅកាត់ថា UN បានលើកឡើងថាសិទ្ធិមនុស្សនៅកម្ពុជាគឺសំខាន់ណាស់សម្រាប់កម្ពុជា Tom Andrew, the UN Special Reporter on Human Rights in Cambodia, said the country faces major human rights challenges linked to the Thailand border conflict, cyber scam operation, and upcoming election. He said these issues also present an opportunity for Cambodia to demonstrate its commitment to human rights. អូខេយើងមកសិក្សាពាក្យកន្លឹះនៅក្នុងនេះយើងមាន human យើងប្រែថានៃមនុស្សជាតិ faces យើងប្រែថាប្រឈមមុខ challenges បញ្ហា cyber scam operation ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ opportunity យើងប្រែថាឱកាស demonstrate យើងប្រែថាបង្ហាញអូខេលោក Tom Andrew ជាអ្នករាយការណ៍ពិសេសប្រចាំអង្គការសហប្រជាជាតិស្តីអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថាប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដោយពាក់ព័ន្ធជាមួយនឹងបញ្ហាជម្លោះព្រំដែនជាមួយនឹងថៃការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនិងបញ្ហានៃការបោះឆ្នោតនៅពេលខាងមុខលោកបន្តមានប្រសាសន៍ទៀតថាបញ្ហាទាំងអស់នេះក៏បានបង្ហាញអំពីឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញអំពីការតាំងចិត្តស្ដីអំពីការអនុវត្តសិទ្ធិមនុស្ស After his first official visit, Andrews expressed concern about displaced border residents, trafficking victims, and people imprisoned for exercising basic freedoms. He said more than 100 people may be detained for peacefully expressing their views or participating in public activities. អូខេនៅក្នុងឃ្លានេះយើងមានពាក្យ official visit យើងប្រែថាទស្សនកិច្ចផ្លូវការ express យើងប្រែថាបង្ហាញ concern ប្រែថាកង្វល់ displaced border resident យើងប្រែថាប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនដែលបានភៀសខ្លួន trafficking victim យើងប្រែថាការជួញដូរជនរងគ្រោះ and imprison យើងប្រែថាចាប់ដាក់គុក detain ប្រែថាឃុំខ្លួន participating យើងប្រែថាការចូលរួមអូខេបន្ទាប់ពីដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Andrew ក៏បានបង្ហាញពីកង្វល់ស្ដីអំពីជនភៀសសឹកដែលរស់នៅតាមបណ្ដោយព្រំដែនរួមនឹងជនរងគ្រោះដែលត្រូវបានគេជួញដូរព្រមទាំងប្រជាពលរដ្ឋមួយចំនួនដែលត្រូវបានគេចាប់ដាក់គុកស្ដីអំពីការបង្ហាញពីសិទ្ធិសេរីភាពជាមូលដ្ឋានលោកក៏បានមានប្រសាសន៍ទៀតថាប្រជាពលរដ្ឋឬក៏មនុស្សជាង100នាក់ប្រហែលត្រូវបានឃុំខ្លួនចំពោះការបង្ហាញពីគំនិតយោបល់របស់ខ្លួនឬក៏ការចូលរួមក្នុងសកម្មភាពជាសាធារណៈនានា and to urge Cambodia to expand civic space and respect the rights of political opponents before the 2027 and 2028 elections. He visited four prisons, met with detained activists, journalists, and opposition members, and welcomed the government's cooperation during his visit. អូខេក្នុងឃ្លានេះយើងមានពាក្យ urge យើងប្រែថាជំរុញ expand យើងប្រែថាពង្រឹង opponents ដែលយើងប្រែថាប្រឆាំង opposition យើងប្រែថាប្រឆាំងដូចគ្នាដែលប្រឆាំង cooperation យើងប្រែថាសហប្រតិបត្តិការអូខេ
លោក Andrew បានជំរុញឲ្យកម្ពុជាពង្រឹងបន្ថែមនៅលំហរបស់ប្រជាពលរដ្ឋរួមទាំងគោរពទៅកាន់សិទ្ធិនៃគណៈបកប្រឆាំងគណៈបកនយោបាយដែលប្រឆាំងមុនពេលការបោះឆ្នោតនីតិកាលឆ្នាំ2027និង2028ហើយលោកក៏បានធ្វើទស្សនកិច្ចទៅកាន់ពន្ធនាគារចំនួន4កន្លែងផ្សេងដោយបានជួបជាមួយនឹងសកម្មជនអ្នកកាសែតរួមទាំងសមាជិកបកប្រឆាំងដែលត្រូវបានឃុំខ្លួនហើយក៏បានធ្វើការស្វាគមន៍ទៅកាន់កិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោក He also called on Cambodia and Thailand to work together to allow civilians displaced by the border conflict to return home, stressing that international law guarantees their right to do so. Andrew visited a relocation site and met families and about to return to their communities. អូខេនៅក្នុងឃ្លានេះយើងមានពាក្យ allow យើងប្រែថាអនុញ្ញាត border conflict យើងប្រែថាចំនួនព្រំដែន guarantee យើងប្រែថាធានា relocation យើងប្រែថាដែលតាំងទីលំនៅឡើងវិញ community សហគមន៍អូខេលោក Andrew ក៏បានអំពាវនាវទៅកាន់ប្រទេសទាំងពីរកម្ពុជានិងថៃឲ្យធ្វើការរួមគ្នាដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលបានភៀសខ្លួនដោយបញ្ហាចំនួនព្រំដែនអាចត្រឡប់មកកាន់លំនៅឋានវិញដោយសង្កត់ធ្ងន់ថាច្បាប់ជាអន្តរជាតិគឺត្រូវតែធានាចំពោះសិទ្ធិក្នុងការអនុវត្តហើយលោក Andrew ក៏បានធ្វើដំណើរទៅទស្សនកិច្ចទៅកាន់ទីតាំងដែលជនភៀសស្រុកបានតាំងនៅហើយក៏បានជួបជាមួយនឹងក្រុមគ្រួសារដែលមិនទាន់អាចត្រឡប់មកកាន់សហគមន៍របស់ពួកគេវិញបាន On the cyber scams crisis, Andrew acknowledged the government's recent crackdown but raised concerns about accountability for senior officials allegedly linked to scam networks and the treatment of trafficking victims. He pledged to work with Cambodian and legal reforms, strengthening human rights protections and advancing equality. អូខេនៅក្នុងឃ្លានេះយើងមានពាក្យ crisis យើងប្រែថាវិបត្តិ acknowledge ទទួលស្គាល់ raise យើងប្រែថាលើកឡើង treatment យើងប្រែថាទង្វើ legal framework កំណែទម្រង់ច្បាប់ protection ការការពារ advancing equality យើងប្រែថាការធ្វើឲ្យមានភាពរីកចម្រើនចំពោះភាពស្មើគ្នាអូខេយោងទៅតាមវិបត្តិនៃឧក្រិដ្ឋកម្មអនឡាញលោក Andrew ក៏បានទទួលស្គាល់ពីបច្ចុប្បន្នភាពរបស់រាជរដ្ឋាភិបាលដែលបានធ្វើការបង្ក្រាបក៏ប៉ុន្តែលោកក៏បានលើកឡើងពីកង្វល់អំពីទំនួលខុសត្រូវចំពោះមន្ត្រីជាន់ខ្ពស់ដែលបានចោទប្រកាន់ពីបទដែលបានពាក់ព័ន្ធជាមួយនឹងបណ្ដាញអនឡាញហើយនឹងទង្វើនៃការជួញដូរជនរងគ្រោះលោកក៏បានសន្យាថានឹងធ្វើការរួមជាមួយនឹងកម្ពុជាចំពោះការធ្វើកំណែទម្រង់ច្បាប់ការពង្រឹងនៅការការពារសិទ្ធិមនុស្សរួមនឹងការធ្វើឲ្យមានភាពល្អប្រសើរចំពោះភាពស្មើគ្នា